chùa ê vui mèn là bông maiដែលសំណួរដំបូងអូនស្រីគាត់សួរថាបងធ្វើវិញ្ញាសាហ្នឹងមិនបងខ្ញុំអត់ដឹងចាប់ដើមពីណាទៅណាទេចំពោះការធ្វើវិញ្ញាសាហ្នឹងបង recommend ឲ្យការឲ្យធ្វើវិញ្ញាសាបាក់ឌុបវិញ្ញាសាឆ្នាំចាស់អីចឹងទៅវាថាឆ្នាំចាស់ដែលធ្លាប់ចេញក្រសួងធ្លាប់ចេញហ្នឹងគឺយើងធ្វើអាហ្នឹងដំបូងគេមកហើយចំពោះវិញ្ញាសាគាត់អត់ខ្វះទេអាចនឹងលោកគ្រូអ្នកគ្រូយើងគាត់បានឲ្យខ្លះហើយបើមិនជាគាត់អត់បានឲ្យទេយើងអាច search នៅតាម social media Facebook អីហ្នឹងច្រើនណាស់ប៉ុន្តែយើងត្រូវមើលវិញ្ញាសាណាដែលត្រូវកម្រិតបាក់ឌុបកុំធ្វើទាបពេកហើយកុំធ្វើកម្រិតវាខ្ពស់ពេកទៅធ្វើមកល្មមបានហើយមកធ្វើវិញ្ញាសាឆ្នាំចាស់ចាស់ស្រៀងគ្នាហ្នឹងអីហ្នឹងយើងធ្វើបានច្រើនមកហើយមកដល់សំណួរទី2របស់បងលុនចាអាយដល់ខ្ញុំបងសុំធៀបគេហាក់យកចំពោះខ្ញុំមិនជាអ្នកដែលរៀនខាងវិទ្យាសាស្ត្រសង្គមទេអញ្ចឹងទៅមកជាគេហាក់ខ្ញុំអត់សូវដឹងច្រើនទេប៉ុន្តែខ្ញុំនឹងប្រាប់ tip បន្តិចរួមជាមួយនឹង comment របស់អូនឈៀនវិជាបងអាចស្គាល់ត្រូវទេដោយសារសុំជីវៈដូចគ្នាជីវៈបងដូចគ្នាចំពោះ tip បន្តិចហ្នឹងគឺបងធ្លាប់បានប្រាប់អូនហើយម្ដងហើយដែលថាយើងត្រូវតែពេលដែលយើងរៀនមេរៀនមកពីសាលាអីហើយយើងពេញមកយើងមកដល់យើងដល់ផ្ទះយើងពេញអាមេរៀនដែលយើងបានរៀនហើយហ្នឹងមកចំពោះ tip បន្តិចគឺបងចង់ឲ្យអូនរៀនមេរៀនហ្នឹងឲ្យយល់វាថាពេលកំឡុងយើងរៀនហ្នឹងគឺយើងរៀនឲ្យយល់បើមិនជាអត់យល់ហ្នឹងទេយើងអាចមកនៅផ្ទះយើងអានធ្វើម៉េចឲ្យយល់ខ្លួនឯងហើយមានចម្ងល់កន្លែងណាទៅសួរមិត្តភក្តិយើងឬក៏អ្នកគ្រូយើងសាជាថ្មីមួយទៀតគូក្បាលយើងគឺអត់ចាំបានយូរទេអញ្ចឹងហើយដល់ពេលដែលមានការប្រឡងប្រចាំខែឬក៏ឆៅមានអីមេរៀនដែលយើងឆ្លងតែងហ្នឹងត្រូវតែតែងសារថ្មីវិញទាំងអស់និយាយទៅតែងរហូតមកទោះបីជាខែហ្នឹងអត់ចេញមេរៀនហ្នឹងក៏ដោយក៏យើងត្រូវតែតែងលឹកដែរយ៉ាងណាក៏បានអានមេរៀនហ្នឹងសារថ្មីដូចគ្នាឥឡូវចូលដល់ comment របស់ជីងបងសុំពីប្លង់មេរៀនប្រវត្តិចំពោះប្លង់មេរៀនប្រវត្តិហ្នឹងគឺទៅតាមមេរៀនរបស់យើងដូចជាបងនឹងដាក់នៅលើ screen ហ្នឹងទី1គឺប្រវត្តិសាស្ត្រកម្ពុជាអាណានិគមនិយមបារាំងរបបសង្គមរាស្ត្រនិយមសាធារណរដ្ឋខ្មែរនិងកម្ពុជាប្រជាធិបតេយ្យសាធារណរដ្ឋប្រជាមានិតកម្ពុជានិងរដ្ឋកម្ពុជាបញ្ហាទូទៅក្នុងពិភពលោកដំណើរវិវត្តសកលពាណិជ្ជកម្មមេរៀនទាំងប៉ុន្មានហ្នឹងគឺសំខាន់មែនតើនិយាយទៅគឺមេរៀនអាសាចេញហ្មងហើយមានសំណួរមួយចំនួនទៀតដែលអាសាចេញហើយថែមពីក្រៅខ្លួនឯងនឹងដូចជាគុណតម្លៃនៃសន្តិភាពគុណវិបត្តិនៃសង្គ្រាមសមត្ថភាពបេតិកភណ្ឌពិភពលោកប្រសាទព្រះវិហារនិងតាកបីដោយសារយើងមានសង្គ្រាមមួយថៃដូចគ្នាហើយប្រសាទព្រះវិហារតាកបីនោះក៏សំខាន់ណាស់អាស៊ានគោលនយោបាយឈ្នះឈ្នះគោលនយោបាយរួមជាតិនយោបាយព្យាក្រឹតនិងរដ្ឋបហាទំនាក់នរោត្តមសីហនុ